បាទជំរាបសួរសួស្តីបងប្អូនអរគ្នាបាទនេះឥឡូវនេះកំពុងតែជិះកយន្តទៅរើសដំឡូងដែលនៅចំការបាទដំឡូងដែលរើសសល់បាទវាមិនច្រើនទេបាទហែល3-4ក្រុងតែដើរនៅម៉ូតូវាយូរពេកបើកយន្តទៅយកបាទនេះតាមផ្លូវទៅភ្លេងរួចមួយថ្ងៃពីរថ្ងៃប្រហងក្លែកក្លោជិះកយន្តអបតាផ្លូវឆែនេះជីទៅវាចោពោះហ្នឹងណាវាសម័យនេះគឺសម័យទៅចោពោះទៅជាដែនជាត្រាក់វាឆែងចង់លេចអាចឯងឆែងខ្លាំងមែនសម័យទៅជាដែនទៅកាច់ពូទឹកដាំសណ្ដែកស៊ីអញ្ចឹងបាទពេលយើងមកអញ្ចឹងអានេះគឺទេសភាពសក់ស្រែរបស់យើងបាទតែជូនបងប្អូននៅក្រៅប្រទេសអីមើលទេសភាពបែបសក់ស្រែកំសាន្តហើយកុំភ្លេចជួយ like ជួយ follow ម្នាក់មួយផងបាទជួយ subscribe ម្នាក់មួយផងបាទចំការរបស់យើងក៏មិនឆ្ងាយប៉ុន្មានទេបាទនៅក្បែរភូមិនេះបាទឥឡូវអានេះគឺគេចាប់ផ្ដើមជួររោងដាំដើមហើយបាទគេដកអ្នកខ្លះក៏ដកទៅអ្នកខ្លះក៏ជួររោងដាំដំឡូងដើរទៅធ្លាក់ភ្លេងម្ដងពីរដងអញ្ចឹងនេះបាទដល់ចំការរបស់យើងហើយបាទនេះដំឡូងដែលរើសបានសល់បាទនៅចំការក៏ស្វាយនៅផ្លែតាមកខាងនេះណាវាមានដើមពីរជប់គ្នាអញ្ចឹងដើមខាងអត់ផ្លែដើមខាងផ្លែទេស្វាយផ្លែចូលមានណាហូបអីមិនបាទនេះរោងដំឡូងរបស់យើងបាទគឺបានជួរឲ្យត្រៀមដាំតែដល់ពេលដែលគេគប់រោងចេះវាមានដំឡូងដែលរើសសល់ទៅបាទចេះតែរើសសំយកទៅបាន10-20 គីឡូក៏លក់បានប្រាក់ចាយនៃទុយទៅតែក៏វាអត់បានថ្លៃប្រហែលដែរដំឡូងតែធ្វើមិនបើវាហើយយើងធ្វើហើយយើងត្រូវតែលក់យើងទូកវាមិនបានថ្លៃតាណាប្លាដល់រដូវកាលដកផងដើម្បីយើងជួដីដាំថ្មីបាទនេះដំឡូងរបស់យើងបាទវីដេអូនេះក៏មានអីច្រើនទេបាទអរគុណសម្រាប់ការទស្សនាបាទសូមជួយ subscribe like comment ផងបាទសូមអរគុណបាទ